សាចាក់ប្រមុខនៅសួស្តីបងប្អូនទាំងអស់គ្នាហ្នឹងហើយថ្ងៃនេះគឺនាំបងប្អូនទៅស្គាល់ភាសាខ្មែរមួយកន្លែងនៅទីក្រុង Long Beach គឺភាសាចាក់ប្រមុខបាទអញ្ចឹងទេសូមបងប្អូនអញ្ជើញទស្សនាជាមួយខ្ញុំទាំងអស់គ្នាបាទស្រស់ភ្លាមមានបុកទៀតណាភាសាខ្មែរមាននំកញ្ឆាយនេះនំកញ្ឆាយប្រអប់$10អូនំត្នោតឃើញនំត្នោតនៅនេះទៀតបាទសម្រាប់ខ្សែវីដេអូខ្លីនេះផងដែរគឺខ្ញុំមិនចាំបាច់រៀបរាប់ច្រើនពេកទេគឺទុកពេលវេលាឲ្យបងប្អូនតាមដាននិងទស្សនាទាំងអស់គ្នាដោយខ្សែវីដេអូថតឆៅតែម្ដងបាទហើយមិនខ្វះទេបាទនៅទីក្រុង Long Beach នេះរដ្ឋ California គឺភាគច្រើនដែលជាសម្បូរទៅដោយជនជាតិខ្មែរយើងរស់នៅគឺសម្បូរភាសាខ្មែរគួរសមដែរបាទអញ្ចឹងបងប្អូនអាចរកទិញបាននៅចំណីចំណុកអាហារហូបចុកផ្សេងបាទតាមលក្ខណៈខ្មែរប្រពៃណីម្ហូបអាហារជាប្រពៃណីជាទម្លាប់របស់ខ្មែរគឺសម្បូរបែបគ្រប់យ៉ាងតែម្ដងអញ្ចឹងសូមបងប្អូនអញ្ជើញទស្សនាទាំងអស់គ្នាបាទហើយមានបន្លែផ្លែឈើឬក៏ចំណីចំណុកមួយចំនួនគឺខ្ញុំបានថតតម្លៃដាក់ទៅនឹងដែរដើម្បីមានការប្រៀបធៀបជាមួយនឹងម្ហូបអាហារនៅស្រុកយើងនៅស្រុកខ្មែរបាទជាណាដុំរៀលប្រអប់រៀលម្ទេសស្ពៃលោដូងមានទាំងជ្រូកស្វាយជ្រូកអីមកកាផ្លេជ្រូកតពាំងទៀតអូក្តាមប្រៃនេះក៏មានដែរក្តាមប្រៃតាមម៉ងបាទសម្រាប់ភេសជ្ជៈមួយចំនួនដែលដាក់តាំងនោះគឺចម្រុះបាទគឺមិនមែនជាផលិតផលខ្មែរសុទ្ធទេប៉ុន្តែខ្ញុំគាត់តែចង់ mention អំពីអាហារហូបចុកជាពិសេសអាហារហូបចុកជាប្រពៃណីរបស់ខ្មែរយើងគឺជាស្នាដៃរបស់ខ្មែរយើងធ្វើផលិតតែម្ដងបាទហ្នឹងហើយបងប្អូនសម្រាប់ខ្សែវីដេអូនេះគឺខ្ញុំថតកាលពីយើងមានពិធីអកអំបុកស្ពះប្រខែនៅខ្មែរយើងនោះហើយក៏បានដើរទៅនឹកឃើញបុកក៏បានចូលផ្សារខ្មែរដើម្បីរកទិញបុកបាទគឺបុកស្រូវថ្មីស្រស់ថ្មីស្រួយឆ្ញោកឈ្ងុយឆ្ងាញ់តែម្ដងបាទចាក់នេះ$15បុកស្រូវថ្មីឯងវ៉ាវ$2អូនំត្នោតឃើញនំត្នោតនៅនេះទៀតនំត្នោត$4.74ត្រាវស្ងោក្តែកដីកត្រាំអូណូទិញជូរគ្រឿងជូរយួនខ្ញុំធ្វើខ្លួនឯងស្អែកខ្ញុំស្លបានអូនេះគ្រឿងបុកស្រាច់គ្រឿងកិនគ្រឿងនេះគ្រឿងសម្លអូកតួតមើលកតួតមកនេះ$7.70មាននំកញ្ឆាយនេះនំកញ្ឆាយប្រអប់$10មានជ្រក់តពាំងជ្រក់តសក់ជ្រក់ម៉ាមែងជ្រក់អីមានទាំងអស់អូជ្រក់ម៉ាមែងមកកញ្ចប់$4ជ្រក់នេះសាក់$4បាទសូមអរគុណសម្រាប់ការទស្សនានៅខ្សែវីដេអូខ្លីនេះបាទសូមបងប្អូនកុំភ្លេចជួយចុច Subscribe ឲ្យ Channel YouTube ខ្ញុំមួយផងដើម្បីទទួលបាននូវខ្សែវីដេអូថ្មីបន្ថែមទៀតបាទសូមអរគុណសូមជម្រាបលាសូមទទួលបាននូវសុខសុភមង្គលគ្រប់ក្រុមគ្រួសារបាទ